សួស្តីអ្នកនរគ្នាថ្ងៃវិលមកជួបខ្ញុំសាជាថ្មីទៀតហើយថ្ងៃនេះផងដែរគឺយើងមាននៅ vlog ដល់លេងថ្មីទៀតហើយគឺនៅខាងអូសោមស្រុកវាវែងខេត្តពោធិ៍សាត់ហើយ vlog នេះផងដែរគឺសម្រាប់អ្នកដែលគាត់ចង់ទៅលេងអូសោមស្រុកវាវែងហ្នឹងគឺអាចទស្សនានៅ vlog នេះបានដើម្បីដឹងថាផ្លូវទៅនឹងងាយស្រួលឬក៏ពិបាកអញ្ចឹងអ្នកនរគ្នាអាចទស្សនា vlog នេះទៅហើយកុំភ្លេចណាជួយចុច like ចុច share ដើម្បីឲ្យអ្នកដែលគាត់ចង់ទៅនឹងបានទស្សនានៅវីដេអូនេះមុននឹងគាត់ទៅអញ្ចឹងណាហើយម្យ៉ាងទៀតបើសិនអ្នកនរគ្នាទស្សនានៅវីដេអូ vlog នេះហើយចង់បបួល friend អីដាក់មក trip កុំភ្លេចជួយមិនសិនទាំងអស់គ្នាផងណាអូខេកុំឲ្យខាតពេលលយូរតោះយើងចូលទស្សនាទាំងអស់គ្នា Let's go ជាដំបូងគឺពួកខ្ញុំជិះចេញពីខាងខេត្តបាត់ដំបងមកគឺត្រូវជិះតាមស្រុកសំឡូតអ្នកនរគ្នាហើយនៅតាមផ្លូវគឺទេសភាពពិតជាស្រស់ស្អាតមែនទែនឡើងខៀវសម្ងាត់តែម្ដងធ្វើអារម្មណ៍យើងពិតជា fresh មែនទែន vlog នេះគឺភាគច្រើនគឺខ្ញុំថតទៅទេសភាពហើយនឹងសំខាន់គឺផ្លូវតែម្ដងដើម្បីអ្នកនរគ្នាបានដឹងថាផ្លូវទៅនឹងគឺលំបាកមិនអីចឹងណាហើយអ្នកនរគ្នាមើលទៅបាទទេសភាពញាក់សាច់តែម្ដងគឺខ្ញុំធំអត់បានទេគឺជិះពីក្រោយគេនឹងគឺទាញកាមេរ៉ាថតរហូតតែម្ដងដោយសារតែមើលទៅវាស្អាតពេកអ្នកនរគ្នាបើអ្នកនរគ្នាបានមកទស្សនាផ្ទាល់កាន់តែអែមទៀតអ្នកនរគ្នាហើយពួកខ្ញុំទៅនឹងគឺមានវ៉ាលីមានកតាបមានថងចង់ឯនេះអណោងច្រើនមែនតើដោយសារតែអីវ៉ាន់យើងនឹងគឺច្រើនហើយពួកយើងជិះម៉ូតូគឺម្នាក់មួយតែម្ដងដល់ឡៃគឺមានតែខ្ញុំឯងដែលជិះពីអ្នកសម្រាប់ថត vlog អញ្ចឹងណាឲ្យអ្នកនរគ្នាមើលអ្នកនរគ្នាមើលទៅទេសភាពញាក់សាច់តែម្ដងតនេពីការរៀនក៏ដូចជាតនេពីការធ្វើការងារអីអញ្ចឹងគឺអ្នកនរគ្នាអាចប្រមូលគ្នាមកដាក់មក trip ទៅជិះម៉ូតូអ្នកនរគ្នាគឺfresh មែនតើអើយទេសភាពខ្ញុំស្រឡាញ់ទេសភាពតាមផ្លូវនឹងមែនតើអ្នកនរគ្នាអើយហើយផ្លូវមិនអ្នកនរគ្នាអត់តាន់ដឹងណាអត់តាន់ឃើញណាហ្នឹងហើយទៅទៀតយើងដឹងហើយថាផ្លូវពិបាកឬក៏ផ្លូវស្រួលអ្នកនរគ្នាគិតមើលខ្លួនឯងទៅហ្នឹងហើយមើលវីដេអូហ្នឹងណាព្រោះអីជិះមកតាមផ្លូវគឺមានផ្លូវកស៊ូផ្លូវគ្រូក្រហមផ្លូវកន្លុកកលាក់អីគឺវាមានសពគ្រប់ដែរអញ្ចឹងណាហើយអ្នកនរគ្នាគិតមើល vlog ហ្នឹងទៅបើថាពិបាកឬក៏ស្រួលអីចង់មកឬក៏មិនចង់មកអ្នកនរគ្នាគិតតាមហ្នឹងទៅនេះអ្នកនរគ្នាឥឡូវពួកយើងបានមកដល់ផ្លូវនេះគ្រូក្រហមហើយពេលដែលខ្ញុំមកនេះគឺមានរលំតិចទៀតអ្នកនរគ្នាហើយខ្ញុំថតទៅអត់ច្បាស់ដោយសារតែដំណក់ទឹកភ្លៀងវាសាចមកចំឡែនកាមេរ៉ាអញ្ចឹងទៅគឺអត់សូវច្បាស់ទេនេះអ្នកនរគ្នាគឺយើងជិះតាមផ្លូវគឺមានឆ្លងស្ពានឆ្លងស្ទឹងអីចឹងណានេះស្ពានគេអ្នកនរគ្នាខ្ញុំជិះតាមនោះគឺខ្ញុំភ័យមែនតើខ្ញុំខ្លាចតែចូលកន្លុកកលាក់នេះអញ្ចឹងទៅខ្ញុំភ័យណាហើយតែអត់អីទេដោយសារទុកចិត្តដៃតកងរបស់យើងដែរនេះហើយទៅហើយវាមានផ្លូវកស៊ូផ្លូវល្អិលផ្លូវគ្រូក្រហមអីចឹងដែរហើយឥឡូវពួកយើងបានមកដល់រង្វង់មូប្រម៉ោយហើយពួកយើងបានមកចាក់សាំងចាក់អីសិនដោយសារជិះមកតាមផ្លូវនោះគឺអស់សាំងរៀងច្រើនដែរអញ្ចឹងណាហើយឥឡូវគឺយើងបានចាក់រួចហើយយើងបន្តដំណើរទៅមុខទៀតហ្នឹងហើយនេះអ្នកនរគ្នាឃើញផ្លូវស្រាប់ហើយនេះវាមានផ្លូវគ្រូក្រហមផ្លូវដីផ្លូវអីចឹងដែរអញ្ចឹងណាវាមានផ្លូវច្រើនដែលយើងទៅដល់កន្លែងយើងទៅដល់គោលដៅរបស់យើងហ្នឹងណាហើយមានគេសួរខ្ញុំថាផ្លូវហ្នឹងបើទៅជិះឡានទៅកើតអត់បើតាមខ្ញុំគិតមើលទៅពេលដែលខ្ញុំទៅនឹងឡានគឺប្រហែលជាតអត់កើតទេដោយសារតែវាពិបាកច្រើនកន្លែងដែរអញ្ចឹងណាប៉ុន្តែបើទៅប៉ះខែប្រាំងឬក៏ថ្ងៃដែលអត់ភ្លៀងគឺប្រហែលជាអាចទៅរួចដោយសារតែវាអត់មានផុកអញ្ចឹងណាហើយមួយទៀតអ្នកនរគ្នាមុនដែលខ្ញុំមកមួយថ្ងៃហ្នឹងគឺភ្លៀងបាក់ទឹកបាក់ដីតែម្ដងលឺអ្នកភូមិគាត់និយាយអញ្ចឹងណាអញ្ចឹងទៅវាពិបាករៀងម៉ូតូអីទៅមុខអីគឺរៀងពិបាកដោយសារតែវាមានផុកច្រើនអញ្ចឹងណាប៉ុន្តែបើមកខែប្រាំងដូចខ្ញុំនិយាយមុនអញ្ចឹងគឺអាចថាងាយស្រួលទាំងឡានទាំងម៉ូតូអញ្ចឹងណាតែម៉ូតូទោះលំបាកយ៉ាងណាក៏អាចទៅដល់គោលដៅដែរបើមិនអញ្ចឹងគឺខ្ញុំមិនបានមកដល់កន្លែងហ្នឹងឯងហ្នឹងហើយអ្នកនរគ្នានេះផ្លូវដែលទៅនឹងពិបាកសម្រាប់ម៉ូតូខ្លាំងដូចជាឡានខ្លាំងហ្នឹងគឺនេះមានចំនួន2កន្លែងឥឡូវនេះគឺយើងចូលដល់កន្លែងទី1ហើយអ្នកនរគ្នាខ្ញុំវេទនាកន្លែងនឹងខ្លាំងមែនតើមិនតាអីទេលក្ខណៈថាផ្លូវអញ្ចឹងគឺលក្ខណៈយើងសុបាយវិញព្រោះយើងលក្ខណៈវាផ្លាច់អារម្មណ៍យើងដែរជិះផ្លូវអញ្ចឹងណាប៉ុន្តែបើឲ្យជិះផ្លូវនឹងរងថ្ងៃខ្ញុំសុខចិត្តយំហ្មងហើយបើទៅខែនេះអីនឹងជិះម៉ូតូមិនបាច់សូវទៅនុយស្អាតបានប៉ុន្មានទេអ្នកនរគ្នាអើយដោយសារតែតាមផ្លូវពេលហ្នឹងគឺសុទ្ធតែបោកខែម្ដងអ្នកនរគ្នានេះដល់ម៉ោងខែលើណាអ្នកនរគ្នានេះទៅហើយឡើងកន្លែងហ្នឹងគឺពិបាកខ្លាំងមែនតើពិបាកអត់ដែរតាំងពីជិះមកពីបាត់ដំបងមកកន្លែងហ្នឹងឯងដែលពិបាកខ្លាំងជាងគេហ្មងនេះអ្នកនរគ្នាខៃលើហើយនេះបងដននៅមុខគេហើយមានវ៉ាលីធ្ងន់ទៀតណាវ៉ាលីហ្នឹងខ្ញុំមិនដឹងថាគាត់ដាក់អីខ្លះទេធ្ងន់មែនតើនេះឥឡូវដូរព្រុសមួយបាទខៃហើយទៅមួយទៀតបាទទៅមួយទៀតឥឡូវអូខេខ្ញុំសុំពេលនេះខ្ញុំទៅជួយលើគាត់សិនហ្នឹងហើយបើគាត់ខឹងខ្ញុំយីគេជួបទុកហើយឯងថតសុបាយឥឡូវបងដាំគាត់ទៅជួយលើកវិញខ្ញុំថត vlog វិញអ្នកនរគ្នាមើលផ្លូវថាវាសុបាយប៉ុណ្ណាហើយវាពិបាកប៉ុណ្ណាអញ្ចឹងណាឥឡូវទៅទៀតហើយដូចខ្ញុំនិយាយមុនអញ្ចឹងម៉ូតូទោះពិបាកយ៉ាងណាក៏ទៅដល់គោលដៅរបស់យើងដែរហ្នឹងហើយបើថាឡានវិញកន្លែងហ្នឹងគឺចប់ហើយតើរួចទេអញ្ចឹងអ្នកនរគ្នាមើលគាត់រុញផងអីផងអ្នកនរគ្នាចាំមើលជើងម្នាក់ពេលចេញកន្លែងហ្នឹងផុតណាអ្នកនរគ្នាកន្លែងហ្នឹងរៀងពិបាកវែងដែរឆ្ងាយដែរអញ្ចឹងអ្នកនរគ្នាចាំមើលជើងគាត់ណាបាទជើងបតាគាត់ទៅនុយមកសស្អាតណាបាទអ្នកនរគ្នាចាំមើលទៅពេលហើយកន្លែងហ្នឹងនេះគាត់រុញទៅហើយអ្នកនរគ្នាបើមិនរុញគឺធ្លាក់វ៉ាលីនឹងរហូត
nhưng mà đang khá là thì con đang đại khá hay mình đang đặt thằng ngôn mình tên mình ta ấy chùm về đại đó còn lại nhằm ấy nó nhiều nhầm bao em mình đọc khi mà tha và lý nó ấy à lớn đi còn từ rồi mà tôi bằng đam mà đo ngay tôi có thọt này là còn từ rồi bằng đam mà đo còn chịu bằng đam mà đo hay đọc khi mới chơi một cái áo còn tới bàn chắc được nhầm rạp môn chắc mạnh tôi nói is ad bạn mà anh tê mồm màu nóคือเป็นละอ๋อให้ที่แบบว่าปั้นนั่งอ่ะไปได้ส่วนรำปัดบอกกอดก็แท้สบายอัดเมียนไอ้ก็แท้ได้ถ้าสบายเลือกที่มุ้ยเดี๋ยวกอดบ้านมาดอกไหลหนึ่งจังนั้นให้ở đây chiเพลินนึงเองจังแต่กอดเป็นแต่พลายอารมณ์จังกอดตัวกอดเป็นละพอกอดไข่มาโตไข่ไอ้ไม่กระดอยก็แท้สบายวิลถ้าพลายอารมณ์จังนั้นเป็นแต่เหมือนเอามาจีรอไงมาจีรอไงยมมองแล้วนั่นคือแต่เตี้ยได้หมายนี้รถแถบไปเลยนั่งเตี้ยก็แท้จีเล็กแต่เตี้ยได้ôi cầm pi mình tên à lời hào ấy nhung ở thời ấy nhung chui canh cái bộ quạt nó cứ thật lệ là hồ chứ nhung chui canh cái bộ quạt bị cào hay thọt quạt bị cào chứ liền là thọt sự cào hiệp chết này mà quạt miền pan hai tới dương miền việt âu chỉ phò tang chẳng á à lời từ thì tay hay từ thang lại nó của bà về mình tên nhung ta canh thì bạn quạt nó chọc đai mình tên óc niu là sao óc làng đai mình tay mình ấyคือเรื่องสบายแมนบ้านเด็กดอกนี่มันจิ้นออกนี่อาจมาสะเพลินหนึ่งบ้านให้คอมพลีทมันเส้นพองเนี่ยนานเดี๋ยวจองเมาส์ก็มันเส้นกอดพองอะไรบะไม่เนี่ยแล้วพอเตยบนใต้นี่มาโตบังดอนโคยบาร์เดียดแช่เตยบ้านจูบอมปลอมมันเนี่ยกอดเจ็ดอ้อมมันแตนบ้านโดโบซีเอาอย่างทำไมให้เดย์เตยแช่เตยหมกตีบจังนั้นโอ้ยบอยเส้นเจาะบ้านกอดเตยจ่อไปโตบังดอนนึงดึกตกเจ้านั่นไงแล้วเอาเลยกอดได้กอดทางอ่อนย้อยกอดเอาเตยมองôi mình ấy thì mình đã côn quạt năng ai hơi complete là mới chơi trong đó kia anh ấy nhung liên kết cái đại hơi phong á bà xin chị muốn nó cứ chọn một rồi thì đây bông ồn ơi nè cái lại đây là vá cứ tăng bị chi mau bị bắt bóng mà đo là vì về nhí miền ta pi cái lại nha để nhung chi chua á nè lấy được cái lại chi pi đây bạcวันนี้อันนี้ยังทอดสกาพิสไลน์สไตล์มันออกเนี่ยมาสันทีทอดปลาเปล่าหรือปลุกมือละอมมองมาไกลนี่ไงในไกลเนี่ยไอ้ก็ไกลเหมือนนี่คือโอ้ดอกนี่คือดอกคอมแต่ยังหนาแต่มุกตียังสะโพกบางโอ้ยังก็ดาวซองเรย์นะดอกเนี่ยนั่งดังขาเพลินนั่งคือบ้ามันท้ายยังจำผู้ผียังสองเรย์ยังtrong là biết chẳng á nè và nè hai cái đằng chứ cái đấu sau bão thì mình tới thì cái phết lơi chân ở đây dưỡng sờ bài nạp lời chân còn mau mấy khôi mà tô bị đau lần đợi mà lại thì đây này đừng ấy không thao cam hết tay ngon này nè trong màu dương chui mình sân thì đó là offline dương đạn mà trim đừng ấy này màuแต่เบอร์เซนตินอกเนี่ยมาบาดเจ็บขาดมือขาดปีบาดเจ็บเราอาจจะเรียงสูงอย่างนี้ฮะเนี่ยดิซาแต่เรียงแล้วเรียบเรียงตึมเรียงก็ยังคือตึมอาจจะvà là một cái này bạn dương chưa chuyện lơ tụi con bao nhiêu mà còn tụi con mấy người ray mấy bọ trong tụi bắt tụi bòn quỷ cái tàu phô săn điêu về như nó anh ray tụi bắt tụi bòn lại nơi tụi bắt bòn mình anh dây chân đi mua nó bò tụi bắt tụi bòn mình cái thằng căng hiện nay là phải dặn khai trong cái đam một anh ơi bánh nào chuyện style ở đó theo từ sana hai các bạn ấy màu thì thôi ngồi đi trong màu lên mơ tụi vợ mơ tụi vợ cà phê chuyện style ở đó cái chuyện style ở đó kìa đập không thôi à thì rồi nhé Rồi cả này đường tàu thật lạ cái nổ mấy nhở? Cái nào mình? Là cho mà
Thôi mà tôi ở trong sai chê tay. Ở đây, trong đây bây giờ ngay đây khăn cơm cắp bông làm phù vậy mà nhờ. Vâng lên cái chanh chê. Ta ná mà nhờ. នឹងហើយអ្នកនរគ្នាកន្លែងហ្នឹងគឺពួកខ្ញុំដួលអ្នកនរគ្នាខំតែសារតកងថាអេទឹកដៃល្អណាម៉ូតូគេផ្សេងសើជ្រេបករកទៅបាត់ដំបងវិញប៉ុន្តែមានណាផុតប្រហែលជា3វិនាទីដល់វេនឯងវិញម្ដងនៅមានណាបកក្បាលទៅបាត់ដំបងវិញហើយខ្ញុំវិញឡើងជំមុញជំមួកតែម្ដងហើយអូក្បាលគាត់នេះដាំដងប្រឡាក់ផុកប្រឡាក់អស់លេងអ្នកនរគ្នាប៉ុន្តែមិនអីទេគឺសើចតែម្ដងអូខេអ្នកនរគ្នាឥឡូវបានមកដល់ហើយនេះទៅកង់នេះកង់ជាមួយជមុកអូដល់ឡើងជើង Châu lo không liền, không cái thú này. Mà làm tay này tự ប៉ុន្តែមានអារម្មណ៍ថាសប្បាយមែនទេ សบายលើកទី1 ទី1បាទតែកាយទៅអូគេទៅស្លូតមុនណាអាចជា chị anh nó trâu cái này riêng cái đầu thấy chậm chơi chậm đầu chậm khó អូយអញគ្រិចជើងហ្នឹងហើយអ្នកនរគ្នាvlog ភាគ1នេះគឺបានចប់ត្រឹមហ្នឹងហើយខ្ញុំអត់បានថតតទៅទៀតទេដោយសារតែវាវែងពេកអញ្ចឹងណាអញ្ចឹងខ្ញុំកាត់ចូលភាគ2ភាគ2ហ្នឹងគឺកាន់តែផ្លាយទៀតដោយសារតែយើងមានការអាំងសាច់ពេលយប់ក៏ដូចជាការស្ទូចត្រីហើយក៏ដូចជាការបោះតង់ឲ្យពេលយប់ឡើងអីចឹងណាហ្នឹងហើយកុំភ្លេចចាំតាមដានទស្សនាភាគ2ផងអ្នកនរគ្នាហើយសរុបមកអ្នកនរគ្នាគិតមើលខ្លួនឯងទៅបាទការធ្វើដំណើរមកហ្នឹងគឺពិបាកឬក៏ងាយស្រួលអញ្ចឹងណាហើយបើចង់មកអីកុំភ្លេចណាមិនសិនគ្នាយើងទៅដាក់មកត្រៀបទៅសៅរ៍អាទិត្យហ្នឹងមកផ្លូវពិបាកមែនប៉ុន្តែវាសុបាយអញ្ចឹងណាហើយបានឃើញនៅទេសភាពប្លែកៗស្អាតអីដែរអញ្ចឹងណាហើយខ្ញុំម្ដងហ្នឹងគឺខ្ញុំត្រូវគេបោះតង់នៅលើគេលើអាស្ពានហ្នឹងតែម្ដងស្ពានហ្នឹងមើលទៅឃើញទូចហ្នឹងប៉ុន្តែទៅដល់មិនដឹងថាធំប៉ុណ្ណាអូខេថ្ងៃ vlog ហ្នឹងមានតែប៉ុណ្្នឹងឯងសូមជម្រាបលាបាយបាយ